គេសួស្តីអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះអ្នកទាំងអស់គ្នានឹងបានឃើញអំពីការប្រៀបធៀបរវាងពាក្យថា because ហើយនិង because of តើវាខុសគ្នារបៀបម៉េចអញ្ចឹងមុននឹងចូលដល់ការប្រៀបធៀប complete ចុច subscribe ទៅលើ channel របស់ខ្ញុំផងហើយ share វីដេអូនេះទៅកាន់មិត្តភ័ក្តិរបស់អ្នកទាំងអស់គ្នាឥឡូវយើងទៅចូលទៅកាន់ពាក្យថា because មុនbecause it is a conjunction it's mean for the reason that ហើយយើងប្រើ because plus subject plus verb បាទហ្នឹងបើយើងរៀនរៀងជ្រៅតិចគឺវាប្រើនៅក្នុង dependent clause នៅក្នុង dependent clause because ហ្នឹងគឺគេឲ្យឈ្មោះថា subordinating conjunction ឬក៏ subordinator អញ្ចឹង because គឺជា conjunction បាទប្រែថាពីព្រោះបាទពីព្រោះឧទាហរណ៍ because I woke up at 7 I was late for the meeting yesterday សល់មិញដោយសារតែខ្ញុំក្រោកម៉ោង7ខ្ញុំទៅយឺតនៅការប្រជុំមានន័យថាយើងទៅអត់ទាន់ការប្រជុំទេអញ្ចឹងកន្លែងហ្នឹង because plus I subject woke up បាទ woke up ហ្នឹងមានន័យថាជា verb អញ្ចឹងនៅពេលដែលយើងប្រើ because គឺយើងប្រើជាមួយនឹង subject verb វាជា dependent clause ឬក៏ sub clause យើងរៀនជ្រៅតិចមិនដឹងSecond example is he's coming to my shop because he'd like to buy a new bike គាត់មកហាងរបស់ខ្ញុំពីព្រោះគាត់ចង់ទិញកង់ថ្មីមួយអញ្ចឹង because he គឺ subject would like បាទជា verb អញ្ចឹងគឺមានន័យថាពីព្រោះគាត់មកហាងរបស់ខ្ញុំពីព្រោះគាត់ចង់ទិញកង់ថ្មីមួយឧទាហរណ៍មួយទៀតគឺ Mike can stay with Bob because Bob's father is his uncle មានន័យថាម៉េចម៉ៃអាចមកស្នាក់នៅជាមួយនឹង Bob បានដោយសារតែអីឪពុករបស់ Bob ហ្នឹងគឺជាអីគឺជាជីដូនមួយគឺជាពូបាទឪពុកមារបស់គាត់អញ្ចឹងbecause ហ្នឹងប្រែថាពីព្រោះអញ្ចឹងបន្ទាប់ពី because ហើយយើងឃើញមាន Bob's father ហ្នឹងគឺ subject subject ហើយ is ហ្នឹងគឺជា verb បាទអញ្ចឹង because ប្រែថាពីព្រោះហើយយើងប្រើនៅក្នុង dependent clause ឬក៏យើងអាចនិយាយថា sub clause Okay the last example is because Jack doesn't eat pizza okay he doesn't go out with his sons ដោយសារពីព្រោះតែ Jack ហ្នឹងគាត់អត់ញ៉ាំ pizza អញ្ចឹងគាត់អត់ចេញទៅក្រៅជាមួយនឹងកូនរបស់គាត់អញ្ចឹង because plus Jack គឺជា subject ហើយ doesn't eat គឺជា verb វាជា negative បាទអញ្ចឹងនេះគឺជាការប្រើប្រាស់ពាក្យថា because យើងប្រើវានៅក្នុង dependent clause ឬក៏យើងអាចនិយាយថា sub clause ហើយយើងប្រើ because ពោលជាមួយនឹង subject verb ឥឡូវយើងទៅមើល because of វិញតើគេប្រើរបៀបម៉េចហើយវាមានន័យរបៀបម៉េច Okay because of is a preposition បាទវាដើរតួជានិយាយទៅ part of speech វាគឺជា preposition អញ្ចឹងមានន័យថា caused by because of plus noun or pronounចឹង because of បើយើងនិយាយមកខ្មែរយើងថាដោយសារតែវាស្មើនឹងពាក្យថា due to ដោយសារតែចឹងមិនមែនប្រែថាពីព្រោះទេប្រែថាដោយសារតែអីមួយព្រោះតែអីមួយចឹងវានិយាយខ្មែរយើងប្រែមកវាស្តៀងគ្នាប៉ុន្តែការប្រើប្រាស់នៅក្នុងភាសាអង់គ្លេស because of plus noun or pronoun ដល់ពេល because គឺបូកជាមួយនឹង subject verb ឥឡូវយើងមើលប្រយោគឧទាហរណ៍គឺ because of the rain we cannot go to the theater អញ្ចឹង because of the rain អញ្ចឹងបន្ទាប់ពី because of ហ្នឹងគឺបូកជាមួយនឹង noun គឺ the rain អញ្ចឹងយើងប្រែថាដោយសារតែភ្លៀងឬក៏ព្រោះតែភ្លៀងអញ្ចឹងអត់មាន subject verb ទេគឺមានតែ noun អញ្ចឹង because of the rain we cannot go to the theater យើងអត់អាចទៅរោងមហោស្រពបានទេយើងអត់បានទៅមើលគេសម្ដែងណាOkay មួយទៀតគឺ I don't see anyone at the field because of the foggy weather មានន័យថាខ្ញុំអត់មានមើលឃើញមានណាសោះនៅ wheel ហ្នឹងណាដោយសារតែអាកាសធាតុហ្នឹងវាជក់អាប់អញ្ចឹងយើងឃើញមានថា because of the foggy weather អញ្ចឹង because of បូកជាមួយនឹង noun អញ្ចឹង foggy weather គឺជា noun អញ្ចឹងប្រែថាខ្ញុំមើលអត់ឃើញមានណាទេនៅឯ wheel ហ្នឹងដោយសារតែមេឃវាចុះអាប់អាកាសធាតុហ្នឹងវាមានអាប់ណាអូខេមួយទៀតគឺ last night they were home late because of you យប់មិញពួកគេមកផ្ទះយឺតហ្នឹងគឺដោយសារតែ
ដោយសារតែអ្នកឬក៏យើងនិយាយថាព្រោះតែអ្នកឯងអញ្ចឹងពួកគេមកដល់ផ្ទះយឺតនឹងដោយសារតែអ្នកឯងហ្នឹងឯងអញ្ចឹង because of បូកជាមួយនឹង pronoun គឺ you ឧទាហរណ៍ចុងក្រោយគឺ we found the keys because of Sarah's dog អញ្ចឹង because of Sarah's dog គឺជា noun ដែរអញ្ចឹងយើងបានរកឃើញកូនសោហ្នឹងដោយសារតែឆ្កែរបស់ Sarah អញ្ចឹងនេះគឺជាការប្រើប្រាស់ because ហើយនឹង because of អត្ថន័យវាស្រដៀងគ្នាប៉ុន្តែការប្រើប្រាស់គឺវាខុសគ្នាអញ្ចឹង because plus subject verb ហើយ because of គឺ plus noun or pronoun ហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងបានយល់ហើយយើងជួបគ្នានៅវីដេអូក្រោយទៀតហើយកុំភ្លេចជួយចុច subscribe ហើយ share វីដេអូនេះទៅកាន់មិត្តភ័ក្តិអ្នកទាំងអស់គ្នាផងអរគុណ